នេះគឺជារបៀបដែលបងអាច deposit និង withdraw លុយនៅក្នុង exchange OKX សម្រាប់បងដែលទើបតែចូលថ្មីអត់ទាន់ស្វែងយល់កុំភ្លេចតាមដានវីដេអូនេះដល់ចប់អញ្ចឹងមក app មកវា load មកកន្លែងនេះហើយបងចុចវា deposit crypto បងអាចរើស asset អញ្ចឹងខ្ញុំ deposit USDT ទៅកន្លែងនេះតម្រូវឲ្យបងរើស network ខ្ញុំរើសចូល Aptos ដោយសារតែវា fee វាមានតម្លៃធូរថ្លៃជាងគេបើយើង transfer ពី exchange ផ្សេងៗចូលមកអញ្ចឹងខ្ញុំ copy ហើយខ្ញុំបើក exchange មួយទៀតមកអញ្ចឹងកន្លែងនេះដើម្បី withdraw បានយើងចុចពាក្យ send យក on chain withdraw ចុចចូលអាហ្នឹងខ្ញុំ pass កន្លែង network នេះខ្ញុំ select ចូល Aptos កុំភ្លេចបងអាកន្លែងហ្នឹងគឺអ្វីដែលសំខាន់បង deposit ប្រើប្រាស់ network មួយណាបងយក network គឺមួយហ្នឹងហើយចំពោះ fee វាអស់តែបន្តិចទេគឺអស់តែ 0.01 USDT ទេចុច Aptos ខ្ញុំ withdraw ចំនួន$100បងដាក់101ដើម្បីខ្ញុំចង់ឲ្យវាស្មើហ្មងចុចចូល withdraw ហើយខ្ញុំ verify ជា passkey lại សុំ10បន្តាទៀតចឹងកន្លែងនេះសម្រាប់បងខ្លះគាត់អាចត្រូវ verify ជា email និងលេខទូរស័ព្ទឬក៏ authenticate app ចឹងបងគ្រាន់តែ verify មកប៉ុណ្្នឹងបានតែចាំបន្ទុកទេគឺវាលត់ចូល simple គឺងាយមកចំពោះវិធីសាស្ត្រទី2សម្រាប់បងដែលចង់ transfer លុយឲ្យគ្នាទៅវិញទៅមកនៅលើ app OKX បងអាចចុចចូលពាក្យ asset ចូល withdraw ខ្ញុំ withdraw asset ខ្ញុំជាឧទាហរណ៍ទេចូល OKX user កន្លែងនេះវាមានឲ្យ4ជំរើសទី1យើងអាចគ្រាន់តែសុំលេខទូរស័ព្ទគ្នាយើងខ្ញុំដាក់ក៏បានជា email ក៏បានជា UID ក៏បានអញ្ចឹងកន្លែងនេះខ្ញុំយកជា UID ខ្ញុំសុំលេខពីពួកម៉ាក់ខ្ញុំមកគឺពាក្យច្រើនបងចុចបងមុំកន្លែងយក UID ឬក៏ email ដែលបានបង្កើត account ហ្នឹងបងគាត់ទៅ send ឲ្យគ្នារបស់បងទៅបងអាច send លុយទៅអញ្ចឹងបងចុចចូលកន្លែងក្នុងជុតហ្នឹងនេះកន្លែងនេះជា email ឬក៏ UID ខ្ញុំ copy ផ្ញើឲ្យគ្នាខ្ញុំមកចឹងឡើយនេះខ្ញុំ copy វាមកហើយបន្ទាប់មកខ្ញុំចុចចូល UID ខ្ញុំចុចពាក្យដានខ្ញុំចុច next ហើយបន្ទាប់មកអានេះខ្ញុំ send ចំនួនទឹកលុយដែលបងចង់ send តើគាត់ត្រ$50ខ្ញុំចុចពាក្យ next បន្ទាប់មកវា please note ចុច OK ទៅចុចពាក្យ confirm វានឹង verify មកបន្តិចបន្ទាប់មកអានឹងយើង verify ហើយគឺវាផ្ញើទៅនេះគឺជា simple tip នៅក្នុងការដែលបងអាច send លុយនិង withdraw ឲ្យគ្នាទៅវិញទៅមកហើយបើសិនជាបងមានចម្ងល់អីបន្ថែមទាក់ទងនឹង crypto បងអាច comment នៅខាងក្រោមឬក៏ join group របស់ពួកយើងឬក៏បងអាច share ចូល page របស់ពួកយើងដើម្បីសួរក៏បានជួបអ្នកនរគ្នានៅវីដេអូក្រោយ